មកដល់ពេលវេលានេះហើយតើចន្ទីផលិតត្រួយបានគ្រប់គ្រាន់ហើយឬនៅបើសិនជាមិនទាន់ផលិតត្រួយបានគ្រប់គ្រាន់ទេបងប្អូនអាចជ្រើសរើសយកប្រើជាមួយនឹងឈុតទាញត្រួយបន្ថែមដើម្បីទៅជួយដាស់ដំណេកត្រួយមកឲ្យស្រុកហើយក៏បំពន់ត្រួយដែលមានស្រាប់ឲ្យមានថាមពលគ្រប់គ្រាន់ក្នុងការជំរុញទៅជាផ្កាបាទហើយសម្រាប់ចន្ទីដែលមានត្រួយមកច្រើនហើយគឺស្រូតបាញ់ទាញផ្កាបានហើយដើម្បីអីជំនួយឲ្យត្រួយនឹងគឺឆាប់ចាស់ហើយត្រួយឆាប់តជើងផ្កាមកតោមផ្កាធំឆ្លុះដែលមានកម្លាំងក្នុងការជំនួយឲ្យផ្ការបស់យើងទម្លាក់ស្មែងផ្កានឹងមកជាចង្កោមហើយឈុតនឹងដែរក៏ជួយទៅដល់ផ្ការបស់យើងឲ្យផ្កាកាន់ធន់ជាមួយនឹងអាកាសធាតុប្រែប្រួលខ្លាំងហើយក៏ជំនួយក្នុងការទម្លាក់ក្តឹបដូចគ្នាហើយនៅពេលដែលផ្កាចន្ទីបងប្អូនចេញលើសពី20ទៅ30%ហើយគឺយើងបាញ់ជាមួយនឹងថប់បរនហើយនឹងតាចា101បានហើយដើម្បីជំនួយឲ្យផ្កាចន្ទីរបស់យើងបង្កាត់លំអងទៅជាក្តឹបបានល្អហើយក្តឹបចេញមកជាចង្កោមហើយក្តឹបចេញមកគឺមានគុណភាពជាមានថាសាច់ណែនគ្រាប់ធំគ្រាប់មានទម្ងន់ធ្ងន់អញ្ចឹងសម្រាប់បងប្អូនដែលចង់ប្រឹក្សាយោបល់មុនទិញជីថ្នាំយកទៅប្រើប្រាស់អាចឆាតចូលក្នុងเพจនេះឬក៏ខលមកផ្ទាល់តាមលេខទូរស័ព្ទដែលមាននៅក្នុងវីដេអូបាទ